ពេទ្យគន្ធបុប្ផាក្រានរំលឹកឪពុកម្ដាយទាំងឡាយដែលមានកូនតូចៗបង្កើនការប្រុងប្រយ័ត្នក្នុងរដូវធ្លាក់ភ្លៀងខណៈក្មេងប្រុសម្នាក់បានកើតជំងឺគ្រុនឈាមត្រឹមរយៈពេលខ្លីមានអាការៈធ្ងន់ដល់ថ្នាក់ក្អួតចិញ្ចៀមថ្មីនេះមន្ទីរពេទ្យគន្ធបុប្ផាបានចែករំលែកតាក់ទងករណីក្មេងប្រុសជាអ្នកជំងឺម្នាក់មកពីខេត្តព្រះវិហារបានកើតមានជំងឺគ្រុនឈាមដែលធ្វើឲ្យក្មេងប្រុសមានអាការៈធ្ងន់រហូតមានហូរឈាមតាមអញ្ចាញធ្មេញនិងក្អួតចិញ្ចៀមក្រហមស្រស់ត្រូវសម្រាប់ព្យាបាលរយៈពេលច្រើនថ្ងៃទន្ទឹមនឹងករណីនេះមន្ទីរពេទ្យគន្ធបុប្ផាក៏បានក្រានរំលឹកដល់ឪពុកម្ដាយអាណាព្យាបាលទាំងឡាយដែលមានកូនតូចៗគប្បីបង្កើនការប្រុងប្រយ័ត្នក្នុងរដូវភ្លៀងធ្លាក់ការពារការកើតជំងឺគ្រុនឈាមដែលបង្កមកពីមូសខ្លាខាំជាក់ស្ដែងនៅព្រឹកថ្ងៃទី29 ខែឧសភាឆ្នាំ2025បើតាមការបញ្ជាក់របស់មន្ទីរពេទ្យដដែលនេះបានឲ្យដឹងថាក្មេងប្រុសអាយុ8ឆ្នាំមកពីឃុំគូលែនត្បូងស្រុកគូលែនខេត្តព្រះវិហារត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់មកពីមន្ទីរពេទ្យបង្អែក16មករាក្នុងខេត្តព្រះវិហារក្នុងមូលហេតុគ្រុនឈាមនិងឈាមហូរតាមអញ្ចាញធ្មេញមន្ទីរពេទ្យបានឲ្យដឹងបន្ថែមថានៅថ្ងៃទី20 ខែឧសភាក្មេងប្រុសជាអ្នកជំងឺចាប់ផ្ដើមមានអាការៈគ្រុនក្តៅឪពុកបានទិញថ្នាំពីឱសថស្ថានមកលេបនៅផ្ទះដោយលេបម្ដងចំនួន4គ្រាប់លេប2ដងក្នុងមួយថ្ងៃលុះពីថ្ងៃក្រោយមកក្មេងប្រុសចាប់ផ្ដើមមានសញ្ញានៃការហូរឈាមតាមអញ្ចាញធ្មេញនិងជក់ខ្មៅដោយឃើញសភាពកូនកាន់តែមិនស្រួលឪពុកបាននាំកូនប្រុសទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក16មករានៅទីនោះអ្នកជំងឺត្រូវបានព្យាបាលដោយការដាក់សេរ៉ូមតាមសរសៃនិងការដាក់ឈាមអស់ចំនួន3ផ្លោកប៉ុន្តែដោយស្ថានភាពនៃការហូរឈាមនៅតែបន្តក្មេងប្រុសខាងលើត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យជ័យវរ្ម័នទី7ឬមន្ទីរពេទ្យគន្ធបុប្ផាទី3នៅថ្ងៃទី25 ខែឧសភាឆ្នាំ2025ដែលនៅពេលមកដល់មន្ទីរពេទ្យជ័យវរ្ម័នទី7ស្ថិតនៅក្នុងក្រុងសៀមរាបកុមាររូបនេះមានស្ថានភាពហូរឈាមតាមអញ្ចាញធ្មេញនិងក្អួតឈាមក្រហមស្រស់ស្លេកស្លាំងសម្ពាធឈាមនិងជីបចុកខ្សោយក្មេងប្រុសរងគ្រោះត្រូវបានក្រុមគ្រូពេទ្យធ្វើការព្យាបាលដោយការបញ្ចូលឈាមចំនួន7ផ្លោកបន្តទៀតបន្ទាប់ពីទទួលបានការព្យាបាលស្ថានភាពរបស់ក្មេងប្រុសវិវត្តល្អពីមួយថ្ងៃទៅមួយថ្ងៃក្រោយគេងសម្រាប់ពេទ្យអស់រយៈពេល5ថ្ងៃក្មេងប្រុសអាចចេញពីមន្ទីរពេទ្យបានហើយនៅថ្ងៃទី29 ខែឧសភានេះពោពេញដោយស្នាមញញឹមបន្ទាប់ពីស្ថានភាពសុខភាពបានប្រសើរឡើងវិញសូមជម្រាបជូនថារាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃសម្រាប់គ្រប់គ្នាដោយគ្មានការរើសអើងអរគុណមូលនិធិគន្ធបុប្ផាកម្ពុជានិងមូលនិធិគន្ធបុប្ផាស្វីសសូមអរគុណដល់សប្បុរសជនគ្រប់លំដាប់ថ្នាក់ដែលបាននឹងតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា